នៅពេលយប់ស្ងប់អ្វីដែលយើងបានលាក់បាំងនៅពេលថ្ងៃវាតែងត្រឡប់មកមិនមែនដើម្បីរំខាននោះទេប៉ុន្តែដើម្បីប្រាប់យើងថាបេះដូងនៅតែរងចាំការឃ្លាតឆ្ងាយពីគ្នាមិនមែនកើតឡើងក្នុងមួយថ្ងៃនោះទេវាជាដំណើរមួយដែលបេះដូងរៀនរស់ជាមួយការខ្វះគ្នាដោយមិនបានត្រៀមខ្លួនបើទោះបីជាចែកផ្លូវគ្នាហើយតែអារម្មណ៍មួយចំនួននៅតែរងចាំដូចជាមិនទាន់យល់ថាហេតុអ្វីដែលធ្លាប់ស្រស់ស្អាតរីករាយសុខក៏ចាក់ចេញមានពេលខ្លះគ្រាន់តែបើកឃើញរូបដែលធ្លាប់ថតជាមួយគ្នាមានវីដេអូខ្លីៗសារសំឡេងជាច្រើនដែលធ្លាប់និយាយជាមួយគ្នាយ៉ាងផ្អែមល្ហែមពេលនោះបេះដូងក៏ស្ងប់ភ្លាមដូចជាពេលវេលាមួយត្រូវបានបញ្ឈប់ឲ្យពួកយើងនៅបន្តនិយាយជាមួយគ្នាអញ្ចឹងដៃដែលធ្លាប់កាន់យ៉ាងណែនហើយអោបដោយភាពកក់ក្ដៅបំផុតឯវិញ្ញាណនៅចងចាំក្លិនចងចាំអារម្មណ៍ដែលមានសុវត្ថិភាពនិងក្តីស្រមៃពីការកសាងគ្រួសារជាមួយគ្នាហើយអារម្មណ៍នោះពេលខ្លះចូលមកដោយគ្មានសញ្ញាដោយគ្មានការនិយាយហើយក៏ច្រានទឹកភ្នែកឲ្យស្រក់ចុះមកដោយបេះដូងកំពុងសួរខ្លួនឯងថាហេតុអ្វីតើសេចក្តីស្រឡាញ់មិនគ្រប់គ្រាន់ឬដើម្បីរក្សានិងបន្តដំណើរជាមួយគ្នានោះគឺគ្មានចម្លើយនោះទេហើយការរងចាំនេះមិនមែនមកពីខ្ញុំទន់ខ្សោយឬមួយខ្ញុំមិនអាចដើរចេញពីអតីតកាលនោះទេតែវាជាភាពស្មោះត្រង់ចំពោះអារម្មណ៍ដែលយើងធ្លាប់មានចំពោះគ្នារាល់យប់ខ្ញុំអធិដ្ឋានដោយស្ងៀមស្ងាត់មិនសូមឲ្យអ្វីត្រឡប់មកភ្លាមនោះទេគ្រាន់តែសូមឲ្យអ្នកបានសុខសាន្តហើយបើវាសនានៅតែមានផ្លូវសូមផ្ដល់ឱកាសឲ្យពួកយើងបានជួបជុំគ្នាវិញមិនមែនដើម្បីត្រឡប់ទៅអតីតកាលប៉ុន្តែដើម្បីជួបគ្នាជាមនុស្សដែលបានរៀនយល់និងថែរក្សាអ្វីដែលមានតម្លៃឲ្យបានល្អជាងមុនសេចក្តីស្រឡាញ់មិនបានបង្រៀនយើងឲ្យកាន់ជាប់ប៉ុន្តែបង្រៀនយើងឲ្យគោរពពេលវេលានិងចិត្តរបស់គ្នាពេលខ្លះការចែកផ្លូវមិនមែនជាចុងបញ្ចប់នៃសេចក្តីស្រឡាញ់ទេប៉ុន្តែជាការផ្លាស់ប្ដូរពីការកាន់ជាប់ទៅជាការអធិដ្ឋានសូមឲ្យគ្រប់យ៉ាងបានប្រសើរឡើងវិញសូមអរគុណដែលបានស្ដាប់ podcast មួយនេះសូមឲ្យអារម្មណ៍របស់អ្នកបានស្ងប់ហើយបេះដូងរបស់អ្នកបានសម្រាកជាមួយពន្លកនៃក្តីសង្ឃឹមនៅថ្ងៃថ្មី